បងប្អូនដែលតាមដានព័ត៌មានទាំងក្នុងនិងក្រៅប្រទេសប្រហែលជាបានដឹងហើយថាគ្រោះធម្មជាតិកំពុងតែវាយប្រហារមនុស្សលោកហាក់បីដូចជាខឹងសម្បានឹងការបំផ្លិចបំផ្លាញធនធានធម្មជាតិដែលករណីកើតឡើងជាច្រើនករណីតាំងពីភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិកហើយប៉ុន្មានថ្ងៃមុននេះនៅប្រទេសកូរ៉េក៏មានភ្លើងឆេះព្រៃទើបតែរលត់ដោយសារតែភ្លៀងមកឥឡូវនេះករណីគ្រោះរំជោយដីនៅក្បែរខាងកម្ពុជាយើងមានប្រទេសថៃមានភូមាមានចិនមានវៀតណាមករណីខ្មែរយើងក៏មានគ្រោះរំជោយដីដែរក៏ប៉ុន្តែមានគេហៅថាកម្រិតស្រាលវាមិនទាន់ដល់ថ្នាក់កម្រិតធ្ងន់នោះទេយើងក៏មិនបានសើចឃើញគេរងទុក្ខគេកំពុងតែរងគ្រោះយើងមិនបានសើចយំអ្នកណានោះទេយើងគ្រាន់តែឃើញធម្មជាតិនេះកើតឡើងវាផ្ញើសារឲ្យមនុស្សមានការពិចារណាទី1គ្រោះធម្មជាតិកើតឡើងដោយសារតែមនុស្សទី2គ្រោះធម្មជាតិកើតឡើងដោយសារតែយើងអត់បានដឹងហើយវាកើតឡើងដោយឯងករណីដែលវាកើតឡើងដោយសារតែមនុស្សធ្វើដូចជាការបំផ្លិចបំផ្លាញព្រៃឈើការបំផ្លិចបំផ្លាញធនធានធម្មជាតិជីករ៉ែមាសជីករ៉ែដីយើងពិតជាមានអារម្មណ៍ថាវារន្ធត់ក្រៃលែងនៅពេលដែលឃើញប្រទេសក្បែរខាងរបស់យើងប្រទេសថៃមានករណីរលំអគារដោយសារតែគ្រោះរំជោយដីកម្រិត 7.7 រិចទ័របងប្អូនមិនមែនជារឿងលេងសើចទេណាទឹករលកដោយកលាប់ចាក់អញ្ចឹងបងប្អូនមើលទៅហើយអាគារខ្ញុំនៅតែសរសើរប្រទេសថៃថាបាក់តែមួយអាគារដែលទៅតែសាងសង់អាគារដតីប្រទេសថៃគឺមានអាគារខ្ពស់ច្រើនណាស់ក៏ប៉ុន្តែមិនមានការដួលរលំនេះមានន័យថាការសាងសង់របស់គេក៏មានកម្រិតស្តង់ដារគ្រាន់បើដែរយើងត្រូវតែហ៊ាននិយាយចំណែកប្រសិនបើករណីនេះយើងឧទាហរណ៍ខ្ញុំមិនហ៊ានស្រមៃទេបងប្អូនហើយចង់បញ្ជាកុំឲ្យវាកើតឡើងចំពោះទឹកដីមាតុភូមិដ៏អស្ចារ្យរបស់យើងបងប្អូនហើយទឹកដីរបស់យើងខ្ញុំនៅតែហ៊ាននិយាយហ៊ានសរសើរខ្ញុំនិយាយរិះគន់រដ្ឋាភិបាលមិនមែនខ្ញុំស្អប់ប្រទេសខ្ញុំមិនមែនខ្ញុំបង្អាប់ប្រទេសខ្ញុំទេខ្ញុំនៅតែសរសើរខ្ញុំនៅតែហ៊ាននិយាយអ្នកណាយកខ្ញុំទៅបាញ់ចោលយកខ្ញុំទៅកាត់កក៏ខ្ញុំនៅតែនិយាយថាទឹកដីដូនតារបស់ខ្ញុំគឺពិតជាអស្ចារ្យមានសម្បត្តិធនធានធម្មជាតិមានរ៉ែមានមាសនិយាយរួមតែអាហ្នឹងគេហៅថាមានគ្រឹះដូចក្រោមផ្ទះរបស់យើងមានគ្រឹះផ្ទះយើងគេចាក់គ្រឹះច្រើនចាក់គ្រឹះណែនមានថ្មមានមាសមានអីច្រើនទៅមានរ៉ែមានអីច្រើនទៅអាហ្នឹងគេហៅថាវាបាតគ្រឹះប្រទេសរបស់យើងមានបាតគ្រឹះរឹងមាំបងប្អូនមានមាសមានរ៉ែមានអីគ្រប់សពបែបយ៉ាងឃើញវាល្អជាងគេបងប្អូនរងគ្រោះប្រទេសគេជុំវិញទាំងអស់បងប្អូនមើលទៅខ្ញុំមិនមែនចេះថាទេគេជុំវិញគេរងគ្រោះទាំងអស់គេរំជួយដីគេបាក់អាគារស្លាប់ទោះបីជាគេបកកែសាងសង់បណ្ណាក៏ដោយក៏ប៉ុន្តែវានៅតែរងគ្រោះវានៅតែប៉ះពាល់ហ្នឹងឃើញទេប្រទេសភូមាក្តីប្រទេសយួនក្បែរខាងយើងក្តីឡាវក្តីវាចំណែកអស្ចារ្យអីទៅប្រទេសដូនតារបស់យើងទឹកដីអច្ឆរិយៈទឹកដីគ្មានគូប្រៀបនេះអញ្ចឹងតើបានជាពួកអាសត្រូវឈ្លានពានទាំងអាខាងលិចទាំងអាខាងកើតវាលេបទឹកមាត់វាចង់បានណាវាលួចមកចង្អាមបានក៏វាលួចមកមីលីម៉ែត្របានក៏វាយកតាមណាបានវាយកតាមនឹងវាបញ្ជូនកូនចៅវាចូលមករស់នៅតាមណាបានវាដាក់គេហៅថាបង្ហូរតាមទឹកមកដំបងឲ្យរស់នៅលើទឹកទៅយូរបានសញ្ជាតិបានអីទៅវារកផ្ទះរកដីឲ្យនៅវាបកគលសញ្ជាតិឲ្យវាបកគលផ្ទះបកគលដីឲ្យផ្ទះឲ្យដីឲ្យឯងមានសញ្ជាតិឲ្យឯងមានបានកម្មសិទ្ធិរស់នៅត្រឹមត្រូវចែកដីចែកផ្ទះឲ្យឯងនៅទៀតអញ្ចឹងបានជាខ្ញុំថាប្រទេសនេះហើយគឺជាប្រទេសអស្ចារ្យណាស់ខ្ញុំចង់ផ្ញើសារនេះថាប្រទេសនេះគឺជាប្រទេសអស្ចារ្យខ្ញុំហ៊ាននិយាយបែបហ្នឹងថាគឺជាទឹកដីដែលដូនតារបស់ខ្ញុំបានបន្សល់ទុកមកគឺជាអស្ចារ្យមែនតើណាបងប្អូនខ្ញុំហ៊ាននិយាយបែបហ្នឹងអ្នកណានិយាយបែបណាក៏ខ្ញុំទៅតែនិយាយថាទឹកដីរបស់ខ្ញុំគឺជាទឹកដីដ៏អស្ចារ្យដែលខ្ញុំហ៊ាននិយាយបែបហ្នឹងគឺប្រទេសគេផ្សេងបងប្អូនហើយឃើញទេមិនមែនយើងគេហៅថាបុណ្យបារមីទេគុំបុណ្យបារមីខំមកកាច់បារមីទេវតាដល់ដីអីយកមកនិយាយគឺគេហៅថាទឹកដីដូចផ្ទះអញ្ចឹង
មកពីផ្ទះហ្នឹងដូនតាយើងចាប់បានកន្លែងល្អហើយមានបាតគ្រឹះរឹងមាំចាក់គ្រឹះបុកធម្មតាផ្ទះដូចគ្នាធ្វើដូចគ្នាទៅបងប្អូនធ្វើផ្ទះដូចគ្នាក៏ប៉ុន្តែផ្ទះណាដែលមានបាតគ្រឹះមាំចាក់គ្រឹះណែនល្អចាក់គ្រឹះរឹងមាំមានមាសមានរ៉ែមានអីមានអាធនធានធម្មជាតិនៅត្រពីក្រោមអញ្ចឹងគឺផ្ទះហ្នឹងវាមាំហើយខ្យល់បក់មិនភ្លៀងមិនព្យុះមិនក៏វាអត់មានដួលអត់មានរលំគ្រាន់តែថាវាប៉ះពាល់ខ្យល់អីធម្មតាយើងមើលខ្មែរយើងមានទាំងធនធានធម្មជាតិមានទាំងមាសមានទាំងរ៉ែមានទាំងសម្បត្តិធម្មជាតិមួយសេតបងប្អូនហើយមើលទៅវាល្អអស្ចារ្យប្រទេសគេផ្សេងអត់មានទេថៃអីភូមាអីគ្មានទេយួនគ្មានទេនិយាយរួមទៅមានតែទឹកដីខ្មែរនឹងឯងអញ្ចឹងបានវាសុកសានជាងគេកុំអួតក៏ប៉ុន្តែឥឡូវនេះវាងាកមកមនុស្សមេដឹកនាំបច្ចុប្បន្ននេះមនុស្សបច្ចុប្បន្ននេះដែលដឹកនាំនេះដែលបំផ្លាញសម្បត្តិអាហ្នឹងមានន័យថាជីកបាតគ្រឹះផ្ទះខ្លួនឯងយកទៅចែកគ្នាចាយយកទៅបំផ្លាញធនធានធម្មជាតិរបស់ខ្មែររបស់ដូនតាយើងជីកមាសជីករ៉ែឲ្យចិនឲ្យយួនឲ្យក្រុមហ៊ុនរុកររ៉ែជីករ៉ែជីករមាសជីករលោហៈធាតុយកលង្ហិនយកស្អីប្រមូលខ្ទេចប្រមូលខ្ទីឲ្យបើកដៃឲ្យគេដើម្បីតែបានផលប្រយោជន៍កាន់អំណាចតពូជគ្រួសាររបស់គេមកក្តាប់តូចកុំភ្លេចបងប្អូនណាត្រូវនិយាយនៅពេលដែលមានព្រឹត្តិការណ៍គ្រោះធម្មជាតិកើតឡើងស្លាប់ងាយអញ្ចឹងបានជាខ្ញុំផ្ញើសារឲ្យខ្ញុំនេះឲ្យក្បាលខ្ញុំគិតថាអូមិនដឹងខ្លាចងាប់ព្រោះអាចអីទៀតទេបើនៅសុកងាប់ហើយអាយើងនេះបងប្អូនអត់និយាយក៏គង់តែងាប់ដែរគង់គិតថាបងប្អូនអត់និយាយហើយរួចខ្លួនអញ្ចឹងបានជាខ្ញុំនិយាយទៀតមកគង់តែគេអត់និយាយអីសោះងាប់មកកណោឃើញគ្រួមជួយដីទៅធ្វើការនៅថៃទៅធ្វើការនៅណាក៏គង់តែងាប់ឃើញបងប្អូនខ្មែរនៅថៃរងគ្រោះស្លាប់មកកណោហ្នឹងហើយយើងហ្នឹងនៅកូរ៉េហ្នឹងក៏មិនរួចខ្លួនដែរធ្វើការជួងការងាប់បាក់អាគារជួងការរੂគ្រោះរំជួយដីមានបញ្ហាអីធម្មជាតិវាងាប់លឿនណាស់អញ្ចឹងអ្វីដែលនៅសល់មុននឹងងាប់គឺយើងបញ្ញត្តិស្មារតីយើងថាយើងត្រូវតែនិយាយការពិតយើងនិយាយដើម្បីឲ្យប្រទេសយើងនេះដែលមានសម្បត្តិដូនតាធម្មជាតិសម្បត្តិមានស្រាប់ហើយផ្ទះល្អហើយមានបាតគ្រឹះរឹងមាំហើយហេតុអីបានជាបណ្ដែតបណ្ដោយឲ្យមនុស្សមកក្តាប់តូចគ្រួសារមកក្រុមហ្នឹងបំផ្លាញធនធានធម្មជាតិហ្នឹងដើម្បីយកមានយកបានឃើញឯងងាប់ទៅយកស្អីទៅបានពួកអាអ្នកដែលមានអំណាចកំពុងតែកាន់អំណាចនេះខ្ញុំចង់សួរថាស្លាប់ទៅយកស្អីទៅបានអស់លោកហើយគ្មានអីយកស្អីទៅបានទេហេតុអីបានត្រូវបំផ្លាញមិនមែនងាប់ទៅឃើញឯគ្រោះធម្មជាតិងាប់ទៅមិនមែនងាប់តែអ្នកក្រណាត្រូវតែគ្រោះធម្មជាតិរំជួយដីមកងាប់ទាំងអស់អញ្ចឹងអត់មានណារួចខ្លួនទេអញ្ចឹងនាំគ្នាជួយនិយាយជួយថាទាំងអស់គ្នាទឹកដីយើងតើងាប់ទៅមិនមែនងាប់តាពួកអាមានអំណាចហ្នឹងតើងាប់ទាំងយើងអាអ្នកខ្លាចហ្នឹងដែរហ្នឹងឃើញទេវាងាប់ទាំងអស់គ្នាហើយអញ្ចឹងប្រទេសយើងសុកសានសុកឲ្យគេបំផ្លាញឲ្យគេជីកយករ៉ែឲ្យគេជីកយកមាសឲ្យវាគ្រោះធម្មជាតិនឹងងាប់ដោយទាំងយើងដែរហើយយើងខ្លាចអត់ហ៊ាននិយាយមកអាគង់តែងាប់អដែរនិយាយទាំងអស់គ្នាទៅបើនិយាយតែខ្ញុំគេចាប់តាពួកក្បាលខ្ញុំអ្នកហ៊ាននិយាយខ្លាំងជាងគេហ្នឹងបើយើងជួយនិយាយគ្នាទៅគេកាត់បន្ថយឃើញអានេះក៏និយាយអានោះក៏និយាយមិនដឹងចាប់អាណាគេហៅងើបមួយវាយមួយងើបមួយវាយមួយដល់ពេលយើងងើបទាំងអស់វាវាយអាណាវាយក្បាលណាវាវាយក្បាលអ្នកចាប់នឹងវិញអញ្ចឹងបានឲ្យបងប្អូននាំគ្នាជួយនិយាយគ្នាជួយថាគ្នានិយាយឲ្យច្រើនទៅនិយាយទាំងអស់គ្នាទៅងើបមកចាប់អាអ្នកណាអស់បើខ្ញុំក៏និយាយបងប្អូនក៏និយាយអ្នកអស់គ្នាមិនដឹងរកកន្លែងណាចាប់រកគុកណាដាក់បានរកបាយណាឲ្យស៊ីបានបើគុកបើនិយាយទាំងអស់គ្នានាំគ្នាថាទាំងអស់គ្នាហ្នឹងមិនបាច់និយាយតតែជេរទេបងប្អូនយើងនិយាយបែបរិះគន់ទៅខ្ញុំនិយាយនេះក៏មិនមែនជេរដែរខ្ញុំនិយាយរិះគន់ដើម្បីស្ថាបនាដល់កូនចៅចំនួនក្រោយខ្ញុំអត់ទាន់មានកូនអត់ទាន់មានប្រពន្ធផងក៏ប៉ុន្តែខ្ញុំនឹកឃើញដល់កូនចៅវាសនាអនាគតប្រទេសជាតិរបស់យើងប្រសិនបើប្រទេសសុកសានសុកយើងមើលអាហ្នឹងក៏ដូចផ្ញើសារបញ្ញត្តិស្មារតីឲ្យយើងកាន់តែស្រឡាញ់ប្រទេសជាតិយើងកាន់តែស្រឡាញ់ទឹកដីយើងហ្នឹងថាបាត់មកមីលីម៉ែត្រក៏មិនបានដែរត្រូវតែនាំគ្នាការពារត្រូវតែនាំគ្នាថែរក្សាថាទឹកដីដូនតានេះវាពិតជាអស្ចារ្យពេកហើយវាពិតជាមហាកម្រពេកហើយវាពិតជាគ្មានពីរលើโลกទេប្រទេសគេក្បែរខាងយើងមើលគេរងគ្រោះអស់ហើយជុំវិញបងប្អូនពេលដែលកើតឡើងបែបហ្នឹងបានជាខ្ញុំកាន់តែស្រឡាញ់ទឹកដីខ្ញុំកាន់តែនិយាយខ្ញុំកាន់តែថាងាប់ចោលទៅមកអាជីវិតនេះគង់តែងាប់គេកិច្ចធ្វើសំណងធ្វើអីបាក់អាគារងាប់ប្រែតឃើញទេយើងមិនទាន់បានងាប់ផងខ្លាចតែងាប់និយាយខ្លះមើលថាខ្លះមើលរឿងប្រទេសជាតិយើងទាំងអស់គ្នាយើងនិយាយដើម្បី
ឲ្យកូនខ្មែរទាំងអស់ហ្នឹងញាក់ទាំងអស់គ្នាទៅនិយាយទាំងអស់គ្នាទៅក្លាហានទាំងអស់គ្នាចូលរួមទាំងអស់គ្នាគិតគូរយើងមើលប្រទេសអស់ចាម្លឹងហើយយើងចេះតែបណ្ដែតបណ្ដោយកើតទៅបងប្អូនហើយខ្ញុំឆ្ងល់ហើយយើងមើលពេលដែលគ្មានគ្រោះធម្មជាតិប្រទេសជុំវិញគេរងគ្រោះយួនក្តីឡាវក្តីភូមាក្តីចិនក្តីប្រទេសថៃក្បែរខាងយើងក្តីសិតតែគ្រោះរំជោយដី8 រិចទ័រពីមុនខ្យល់ព្យុះឥឡូវនឹងគ្រោះរំជោយដីអត់ធ្លាប់មានទេណាបងប្អូនក្បែរខាងយើងកម្រណាហើយឥឡូវហ្នឹងប្រទេសយើងចាប់ផ្ដើមសើមមកដោយសារអីដោយសារតែអាអ្នកដឹកនាំហ្នឹងវាចាប់ផ្ដើមគេហៅថាជីកបាតគ្រឹះផ្ទះយើងធ្លាប់តែមានគ្រឹះណែនឥឡូវហ្នឹងវាចាប់ផ្ដើមជីកបាតគ្រឹះផ្ទះចាយលួចកាយមាសលួចកាយរ៉ែបាតគ្រឹះរបស់ដូនតាខ្មែរដែលមាននៅក្នុងដីនោះឃើញទេគេជីករ៉ែជីកមាសជីកលងហិនយកចែកគ្នាចាយព្រៃឈើការពារខ្យល់ការពារគ្រោះធម្មជាតិការពារសពគ្រប់បែបយ៉ាងដូចថាដបូលផ្ទះអញ្ចឹងបាំងឲ្យផ្ទះនឹងសុខសាន្តឲ្យកូនចៅរស់នៅរាប់ចំនួនតទៅទៀតបែរជាត្រូវឲ្យពួកអ្នកមានអំណាចមកក្តាប់ហ្នឹងគេបំផ្លាញខ្ទេចខ្ទីគ្មានសល់ដើម្បីតែផលប្រយោជន៍មកក្រុមតូចមកក្តាប់តូចហើយពួកអ្នកដែលមានអំណាចហ្នឹងខំប្រឹងប្រមូលហ្នឹងសួរថាងាប់ទៅយកទៅអីយកទៅអត់បានទេហើយបើមានបញ្ហាគ្រោះធម្មជាតិរំជោយដីអីអញ្ចឹងបានជាខ្ញុំសម័យថាខ្មែរយើងបងប្អូនសាក់គិតបើសិនជាមានករណីគ្រោះរំជោយដីដោយប្រទេសថៃ 7.7 រិចទ័រកម្រិតនេះកម្រិតមែនតើណាបងប្អូនរំជោយគេហៅថាដូចរំអញ្ចឹងយើងមើលព្រឹត្តិការណ៍ហ្នឹងពិតជាគួរឲ្យភ័យខ្លាចខ្ញុំមិនហ៊ានសម័យទេបងប្អូនហើយប្រសិនបើកើតឡើងនៅប្រទេសយើងចំទីក្រុងរីកដុះដាលអាគាររីកដុះដាលដូចផ្សិតខ្ពស់ហ្នឹងបងប្អូនហើយមិនដឹងជាបាក់រលំបែបណាទេពីព្រោះការសាងសង់ក៏វាអត់មានកម្រិតស្តង់ដារដែរយើងមើលថៃគេក្រុងគ្រោះប៉ុណ្ណឹងក៏ប៉ុន្តែគេបាក់តែអាគារមួយអាគារដែលទៅទាំងសាងសង់ហ្នឹងទេអាគារដែលរីកដុះដាលដូចផ្សិតនៅថៃគេអត់អីអាហ្នឹងវាគឺជាកម្រិតមួយដែលយើងសរសើរគេក៏ប៉ុន្តែយើងងាកមកសម័យទឹកដីរបស់យើងវិញប្រសិនបើថ្ងៃណាមួយយើងនិយាយនេះមិនចង់ឲ្យមានកើតឡើងទេក៏ប៉ុន្តែត្រូវតែបញ្ញាក់ស្មារតីឲ្យហើយពេលដែលយើងឃើញភ្លើងព្រៃនៅអាមេរិកពួកលើកជើងទ្រពងសន្តិភាពខ្លះវាសើចយំអាមេរិកវាទះដៃអបអសាទរឃើញគេរងទុកឃើញអាមេរិកភ្លើងឆេះព្រៃវាសើចវាថាបាបកម្មស្អីណានៃវាឃើញការ៉េក្តីវាឃើញអីសើចយំយើងអត់មានសើចយំគេទេយើងមានតែយកបទពិសោធន៍ខ្ញុំផ្ញើសារនេះគួរតែតឹងយកភ្លើងឆេះព្រៃនៅអាមេរិកក្តីភ្លើងឆេះព្រៃនៅកូរ៉េក្តីខ្ញុំមិនដឹងថាពិភពលោកគួរតែរៀនពីគ្នាទៅវិញទៅមកឃើញកូរ៉េក្តីឃើញអាមេរិកក្តីភ្លើងឆេះព្រៃឃើញសំបីតែកូរ៉េទំនើបអាមេរិកទំនើបសិតតែកប៉ាល់ហោះដើម្បីគេហៅថាបលុតនៅតែបលុតអត់ឈ្នះនៅតែពឹងលើមេឃទេបន់ស្រន់សុំឲ្យមេឃបើសិនជាគុំតែមេឃភ្លៀងហ្នឹងមិនដឹងឆេះគ្មានថ្ងៃរលត់ទេមើលទៅនេះវាគឺជាបទពិសោធន៍មួយដែលយើងជាប្រទេសក្បែរខាងកម្ពុជាក៏ត្រូវតែរៀនសូត្រដែរប្រសិនបើមានករណីភ្លើងឆេះព្រៃយើងសង្ឃឹមអីគេបើបាញ់ទឹកឡានបាញ់ទឹកបាញ់ដូចទឹកគេហៅថានោមទាស់ហ្នឹងគ្រាន់តែភ្លើងឆេះផ្ទះបាញ់មិនរលត់ផងហ្នឹងចុះតម្រុំដល់ភ្លើងឆេះព្រៃអាហ្នឹងក៏គួរតែរៀនសូត្រពីគេដែរអាហ្នឹងក៏គួរតែយើងយល់ដឹងពីគេដែរឥឡូវហ្នឹងថែមទៀតយើងក៏គួរតែប្រុងប្រយ័ត្នបើសិនបើមានករណីគ្រោះរំជោយដីកើតឡើងតើប្រទេសយើងនឹងរងផលប៉ះពាល់នឹងបាក់រំអាគារវេទនាស្លាប់ប្រជាជនបែបណាទៅខ្ញុំនិយាយនេះមិនមែនចង់ឲ្យកើតឡើងទេបងប្អូនក៏ប៉ុន្តែយើងនិយាយអ្វីដែលវាកើតឡើងដោយសារមនុស្សបំផ្លាញវាកើតឡើងដោយសារតែមនុស្សធ្វេសប្រហែសការធ្វើសាងសង់ហ្នឹងគ្រោះធម្មជាតិវាមើលឃើញទេក៏ប៉ុន្តែគ្រោះធម្មជាតិខ្លះវាកើតឡើងហើយក៏ប៉ុន្តែប្រទេសគេកើតយើងអត់កើតដោយសារអីដោយសារផ្ទះយើងវាល្អរឹងមាំជាងគេក៏ប៉ុន្តែផ្ទះយើងរឹងមាំល្អហើយបែរជាយើងជីកផ្ទះយើងឲ្យផ្ទះយើងទុនខ្សោយឲ្យផ្ទះយើងខ្យល់មករលំដូចគេដែរយើងជីករ៉ែជីកមាសយកទៅចែកគ្នាចាយឲ្យផ្ទះយើងរងផលប៉ះពាល់ឲ្យទៅជាមានគ្រោះធម្មជាតិរំជោយដីដូចគេដែរអាហ្នឹងដែលយើងគួរតែនាំគ្នានិយាយអាហ្នឹងដែលយើងនាំគ្នាហ៊ាននិយាយត្រូវតែហ៊ានថាពីព្រោះអាអ្នកមានហ្នឹងវាមានតែគ្នាវាមកក្រុមមកក្តាប់តូចវាការកូនម្ដងចាយលុយ2-3 លានដុល្លារឃើញវាយកជីកមាសជីករ៉ែជីកកំណប់ក្រោមផ្ទះយើងជីកបាតគ្រឹះដល់ទៅពេលងាប់មកងាប់ទាំងវាងាប់ទាំងយើងគិតមើលដល់ឲ្យពួកវាសបាយការកូនម្ដង1 លានដុល្លារហ្នឹងទៅហើយយើងងាប់ដែរទៅយើងត្រូវតែនិយាយអ្វីដែលវាមិនទាន់កើតឡើងយើងត្រូវតែបង្ការគុំឲ្យដល់ពេលកើតឡើងហើយមិនដឹងធ្វើម៉េចមានតែចូលរួមលេខទុកមិនដឹងធ្វើម៉េចគ្រោះធម្មជាតិមិនដឹងមកពីអាណាឃើញទេវាមកពីដើមហេតុមកពីក្បាលអាណាអ្នកអំផ្លាញដែលគ្រោះធម្មជាតិ
ប្រទេសគេផ្សេងជុំទិសខ្ញុំលើកមិញហើយប្រទេសគេផ្សេងរងគ្រោះអស់ហើយនៅតែយើងគឺយើងឆ្ងល់អត់មិនមែនមកពីបនបារមីទេមកពីផ្ទះនឹងវារឹងមាំទឹកដីនឹងវាអស់ចាដូនតាចាប់មកកន្លែងនឹងវាមានមាសមានរ៉ែមានព្រៃឈើមានសម្បត្តិដែលហៅថាការពារភូមិគ្រឹះនឹងការពារវិមាននឹងការពារទឹកដីអច្ឆរិយៈនឹងដែនដីគេហៅថាសវណ្ណភូមិហេតុអីបានគេដាក់ដែនដីសវណ្ណភូមិមកពីសំបីតាថៃក៏វាលួចឈ្មោះដែរវាលួចឈ្មោះទៅដាក់ពលានយន្តហោះវាដាក់ឈ្មោះសវណ្ណភូមិនឹងមានន័យថាដែនដីមាសបងប្អូនខ្មែរយើងដែនដីមាសអញ្ចឹងមានមាសមានរ៉ែមានលង្ហិននៅបាតក្រោមផ្ទះត្រពីក្រោមផ្ទះយើងឲ្យផ្ទះយើងរឹងមាំហេតុអីបានត្រូវជាឲ្យពួកអាអ្នកមានអំណាចនឹងវាបំផ្លាញយកទៅការកូនយកលុយយកមានយកបានយកទៅដេកស៊ីក្រាលលើមាសលើប្រាក់ការកូនម្ដង2-3លានដុល្លារចាស់ចោលបំផ្លាញបើយកជួយអ្នកក្រមិនដឹងអស់ចាយ៉ាងណាទេវាយកទៅបង្អួតបង្អគ្នាយកទៅសម្ញែងគ្នាដោយសារតែបំផ្លាញធនធានធម្មជាតិរបស់យើងសុកចិត្តដែរអញ្ចឹងយើងត្រូវតែនិយាយឲ្យហើយយើងប្រាប់ឲ្យហើយកុំអោយថាអូឯងចាំតែរីគុណចាំតែថាឯងបកកែនិយាយតែតាម Facebook វោកបានប្រយោជន៍អាចឆ្កែអីឯងដឹកនាំបានដឹងថាវាពិបាកដឹកនាំវាដឹងតែពិបាកហើយក៏ប៉ុន្តែយើងរីគុណឲ្យអាអ្នកដឹកនាំហ្នឹងកុំអោយធ្វើអ្វីតាមតែអំពើចិត្តឲ្យមើលគេឲ្យមើលប្រទេសគេយើងមើលគិតមើលប្រទេសគេដែលរងគ្រោះគេមានសម័យទំនើបគេមានឧបករណ៍ទំនើបគ្រប់បែបយ៉ាងហើយគេនៅតែរងគ្រោះចុះទម្រាំតែយើងគិតមើលប្រទេសយើងទុនខ្សោយបែបហ្នឹងអាគារសាងសង់ក៏គ្មានបច្ចេកទេសឲ្យចិនសាងសង់ឲ្យក្រុមហ៊ុនសាងសង់គ្មានបច្ចេកទេសប្រសិនបើមានករណីដូចនៅថៃសិនបើមានករណីគ្រោះធម្មជាតិដល់ថ្នាក់7-8 Richter ខ្ញុំមិនដឹងសម័យថាប្រទេសខ្ញុំទៅរលាយខ្ទេចខ្ទីអស់ប្រជាជនស្លាប់បែបណាទេអញ្ចឹងបានជាខ្ញុំនិយាយឲ្យហើយមុននឹងងាប់មុននឹងគេចាប់ដាក់គុកយើងលួចនិយាយឲ្យហើយនិយាយប្រាប់ទៅក៏លងងាប់ទៅនៅសរូបសម្លេងនឹងឲ្យបងប្អូនយើងស្ដាប់ថាអូបងនេះអានេះវាធ្លាប់និយាយដែរអញ្ចឹងក៏វាងាប់ទៅក៏វាបានសល់ទុកឲ្យបងប្អូនស្ដាប់ឲ្យបានបងប្អូនយល់ថាប្រទេសនឹងជាប្រទេសយើងដកទាំងអស់គ្នាណាដូនតាយើងមកសល់ទុកមកអត់មានឲ្យពួកនឹងយកទៅបំផ្លាញចែកគ្នាចាយឲ្យងាប់ដោយទាំងយើងដែរអញ្ចឹងយើងត្រូវនិយាយឲ្យហើយថាប្រទេសហ្នឹងវាអស់ចាហើយនៅតែមនុស្សនឹងដែលត្រូវថែរក្សាដែលត្រូវការពារឲ្យយើងបែរជាមិននាំគ្នាហ៊ាននិយាយសំងំយកតែសុកសំងំយកសុកហ្នឹងសួរថាបានរស់អត់បានអត់ងាប់អត់កិច្ចអត់រួចទេអញ្ចឹងបានគ្រោះធម្មជាតិឬជំងឺតាំងពីជំងឺកូវីដកើតមកដាក់ទឿនស្មារតីខ្ញុំហ្មងថាចូលជីវិតនេះអត់ទៀងវាកិច្ចអត់រួចពីងាប់ឯអាអ្នកខ្លាចងាប់នឹងកូវីដមកកណោងាប់នឹងគ្រោះធម្មជាតិផ្សេងងាប់នឹងផឹកគ្រឿងសង្វឹងងាប់នឹងឡានបុកងាប់នឹងឈាមនឹងគ្រឿងកំប៉ុងជំងឺរុំទិសស្អីក៏ជំងឺអីក៏អាចកើតឡើងងាប់បានដែរហើយអញ្ចឹងឯងយើងនាំគ្នាខ្លាចងាប់ដល់ណាយើងនិយាយខ្លះទៅដើម្បីឲ្យប្រទេសជាតិរបស់យើងការពារគង់វង្សដល់ដូនតាដល់កូនចៅជំនាន់ក្រោយរបស់យើងដែលគ្នាកើតមកបានរស់នៅបន្តទៀតបើយើងនៅតែមិននិយាយមិនថារស់គ្រោះដល់ធម្មជាតិឯងងាប់គេប្លន់យកទៅគឺព្រោះគេឃើញគេចាប់ដើមពីពិភពលោកគេចាប់ដើមមើលឃើញជាពិសេសអាសត្រូវឆ្លៀនពៀនក្បែរខាងយើងនឹងវិញជក់មាត់វិញវាឃ្លានណាស់បងប្អូនអើយវាឃ្លានថាអើយមើលប្រទេសថៃគេអាលុំអាគារអាគ្រោះធម្មជាតិហ្នឹងវាយលោកវាយបហាទាំងខ្យល់ព្យុះទាំងគ្រោះរំជោយដី7-8 Richter ខ្មែរនឹងឆ្កល់រំជោយដែរឃើញរំជោយបងប្អូនមានតិចតួចយើងគិតមើលហើយដល់ពេលហើយពិភពលោកគេមើលឃើញហើយអាក្បែរខាងយើងសត្រូវឆ្លៀនពៀនទាំងខាងលិចខាងកើតនឹងវាលេបទឹកមាត់បែបណាវាចង់បានបែបណាវាអង្កលបែបណាវាបង្ហូរជនជាតិវាមកបែបណាវាលើកតបឆ្លៀនពៀនទាំងអាថៃទាំងអាយួននឹងវាចង់បានបែបណាបងប្អូនសាកសម័យតិចមើលទាំងគេទាំងយើងបើយើងនៅផ្ទះក្បែរខាងគ្នាយើងឃើញផ្ទះគេនឹងល្អតែយើងចង់បានប៉ុណ្ណាតលុយសោកលុយទិញក៏យើងទិញណាយើងដឹងថាផ្ទះហ្នឹងវាល្អចុះតម្រាំតែប្រទេសយើងវាអស់ចាម្លឹងហ្នឹងអ្នកណាមិនចង់បានអ្នកណាមិនលេបទឹកមាត់បងប្អូនហើយចំណែកអាកូនខ្មែរយើងផ្ទះល្អភូមិគ្រឹះល្អសម្បត្តិល្អធម្មជាតិល្អមានមាសមានរ៉ែខ្មែរមានគ្រប់បែបយ៉ាងមានទាំងប្រាសាទអង្គរវត្តមានទាំងពីសម្បត្តិគ្រប់បែបគ្រប់យ៉ាងមានទាំងសមុទ្រមានទាំងគេហៅថាស្នេហ៍សមុទ្រស្អាតជាប់อันดับថ្នាក់លេខ1បំផ្លាញខ្ទេចខ្ទីតើប្រទេសណាដែលគេមិនលេបទឹកមាត់ប្រទេសណាដែលគេមិនចង់បានយើងគិតមើលគ្រាន់តែប្រាសាទអង្គរវត្តមួយភ្ញៀវទេសចរបុកជាប់កគ្នាទៅមើលគ្រាន់តែថ្ងៃលិចផុសចំកណ្ដាលប្រាសាទអង្គរវត្តរបស់យើងដូនតារបស់យើងទឹកដីអច្ឆរិយៈអស់របស់យើងនេះ
សួរថាបរទេសគេឃើញគេចាប់អារម្មណ៍គេចង់មកលេងចង់បានប៉ុណ្ណាក៏ប៉ុន្តែគេយកអត់កើតគេមកលេងគេមកលួចជក់មាត់ណាបងប្អូនហើយយើងអត់ដឹងទេហើយយើងចាប់ផ្ដើមឲ្យមេដឹកនាំនឹងដឹកនាំផ្លាញប្រទេសដែលគេចង់មកលេងសោះបែរជាបណ្ដែតបណ្ដោយឲ្យចិនវាបំផ្លាញមុខមាត់ឲ្យចិនវាយកធ្វើជាកលែងបំផ្លាញមុខមាត់ខ្មែរប្លន់ចាប់ចម្រិតធ្វើពិភពលោកគេភ័យគេខ្លាចយើងមើលទឹកដីយើងល្អអស្ចារ្យណាពេលដែលមានគ្រោះធម្មជាតិកើតឡើងអញ្ចឹងវារត់តែចុះផ្សាយទៅដល់ពិភពលោកគេដឹងថាអូទឹកដីខ្មែរនេះអស្ចារ្យណាស់ក៏គេហៅថាជក់មាត់លេបទឹកមាត់ចង់បានអ្នកណាក៏ឃើញថាទឹកដីនេះវាមហាអស្ចារ្យពេកហើយហេតុអីបានជាកូនខ្មែរអត់ចេះថែរក្សាកូនខ្មែរសងំយកតែសុកខ្លាចងាប់បែរជានាំគ្នាងាប់ដោយសារតែផឹកស្រាងាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ងាប់ដោយសារតែគេប្លន់ងាប់ដោយសារតែគេចាប់ចម្រិតឃើញទេកិច្ចពីងាប់សួងរួចពីងាប់អត់ខ្លាចងាប់រឿងនិយាយការពារប្រទេសជាតិខ្លាចងាប់ព្រោះនិយាយការពារទឹកដីដូនតាខ្លាចងាប់ព្រោះនិយាយការពិតបែរជាកិច្ចចុះកិច្ចឡើងទៅងាប់រឿងគ្រោះថ្នាក់ចរាចរណ៍ទៅងាប់ព្រោះដោយសារតែផឹកធ្លាយកាពះកោតជំងឺតេកទឹកកោតជំងឺបោថ្លើមជំងឺស្អីគ្រប់បែបយ៉ាងផឹកជាប់លេខ1ជំងឺរីជាប់លេខ1ជំងឺទឹកជំងឺគ្រប់ប្រភេទនិយាយរួមទៅមិនដឹងជាជំងឺស្អីខ្លះចុះផឹកស្រាជាប់លេខ1ហើយរឿងអីថាមិនជំងឺជំងឺលៀងឈាមជំងឺស្អីគ្រប់បែបគ្រប់ប្រភេទចូលមកដោយសារតែកូនខ្មែរគេពង្វក់ឃើញទេប្រទេសយើងល្អគេពង្វក់ឲ្យយើងរវល់តែផឹកស៊ីរវល់តែខ្សែគ្រឿងញៀនគេបង្ហូរគ្រឿងញៀនមកដូចលក់គេហៅថាដូចផ្សារលក់ត្រីអញ្ចឹងលក់គ្រឿងញៀនដូចលក់ស្ករគ្រាប់អញ្ចឹងនៅក្នុងគុកក៏គេមានគ្រឿងញៀនឲ្យជក់ដែរជាប់គុកហើយមានគ្រឿងញៀនឲ្យជក់ទៀតតែនៅក្នុងវត្តហើយលួចទៅលក់គ្រឿងញៀនដល់ក្នុងវត្តទៀតយើងគិតមើលសួរថាគេបំផ្លាញយើងបែបណាដោយសារតែគេឃើញប្រទេសយើងវាអស្ចារ្យគេឃើញប្រទេសយើងវាមហាគេហៅថាកំពូលបំបីឯកតកម្មដើររបើមានមួយបើមានគេហៅថាបើមានប្រទេសសវណ្ណភូមិដូចស្រុកខ្មែរដើររបើមានខ្ញុំសងកាប់ចោលមួយអត់មានទេមានតែគេលួចឈ្មោះទៅដាក់ថាសវណ្ណភូមិលួចតាពាក្យយើងយកទៅឯងដោយសារគេស្រឡាញ់ពេកដោយសារតែវាចង់បានពេកក៏មិនដឹងយកអីកើតវាលួចតែឈ្មោះយកទៅដាក់រៀនយន្តហោះសវណ្ណភូមិហ្នឹងទៅវាស្ដាយវាស្រឡាញ់អង្គរវត្តពេកវាទៅលួចសាងអង្គរវត្តវាលួចយើងវាយយើងប្លន់យកបានវាទៅលួចសាងអង្គរវត្តខ្លាយវាបង្កើតសាងអង្គរវត្តដើម្បីតាក់ទាញភ្ញៀវទេសចរឃើញទេអាហ្នឹងទឹកដីល្អឯកល្អពេករកគ្មានទេហើយចំណាយកូនខ្មែរកំពុងតែវក់នឹងគ្រឿងសង្វឹងកំពុងតែវក់នឹងសបាយនិយាយពីថាសបាយវិញសបាយងាប់គេហៅថាសបាយដូចរៃអញ្ចឹងអត់មានខ្វល់ពីអីទេដឹងតែសបាយគេឲ្យតែសបាយគឺគិតតែសបាយហ្នឹងខ្ញុំមិនមែនប្រឆាំងបងប្អូនសបាយទេដូចខ្ញុំនិយាយអញ្ចឹងរឿងនៅប្រទេសកូរ៉េក៏ដោយខ្ញុំសូមអង្វរសាពះអង្វរបងប្អូននៅកូរ៉េទាំងឡាយហើយខ្ញុំមិនមែនប្រឆាំងបងប្អូនសបាយទេខ្ញុំដឹងថាបងប្អូនចង់សបាយមានកម្មវិធីចូលឆ្នាំចូលអីហ្នឹងក៏ប៉ុន្តែបងប្អូនគួរតែពិចារណាយើងគិតមើលប្រទេសកូរ៉េម្ចាស់ផ្ទះគេកំពុងតែមានទុកទោះបីជាភ្លើងឆេះព្រៃវាមានការរលត់ទៅវិញក៏ដោយក៏ប៉ុន្តែប្រទេសកូរ៉េខូចខាតធ្ងន់ធ្ងរណាស់មិនមែនជារឿងលេងសើចទេឆេះព្រៃរាប់រយហិកតាឆេះផ្ទះសម្បែងប្រជាពលរដ្ឋឆេះសម្បត្តិវប្បធម៌គេហៅថាបើសិនបើវត្តវិញគេហៅថាវត្តវ័យចំណាស់រាប់ពាន់ឆ្នាំរហូតដល់ប្រសង់កូរ៉េស្រក់ទឹកភ្នែកបាត់បង់សម្បត្តិវប្បធម៌ខូចខាតគេហៅថាបើសិនបើកន្លែងទេសចរវិញបាត់បង់ធ្ងន់ធ្ងររងគ្រោះធ្ងន់ធ្ងរណាមិនមែនជារឿងលេងសើចមិនមែនជារឿងបងប្អូនថាឆេះតាតំបន់ណាតំបន់ផ្សេងអត់ឆេះរាយរំលេងធម្មតាទៅកុំខ្វល់អីគេរងគ្រោះតែគេម្ចាស់ផ្ទះគេចេះដោះស្រាយហើយលើកហេតុផលថាប្រទេសគេនៅតែមានបើកបារខារ៉ាអូខេធម្មតាបងប្អូនអើយបងប្អូនហេតុអីបានជាបងប្អូនអត់មានចិត្តដល់ម្លឹងយើងគិតមើលសូម្បីតែជនជាតិគេបងប្អូនគ្រាន់តែឃើញគេបង្ហោះឲ្យបងប្អូនឃើញអ្នកវាយកូនហ្គោលជាស្ត្រីជនជាតិកូរ៉េយន្តហោះកំពុងតែចុះដួសទឹកគេទៅវាយកូនហ្គោលធ្វើមិនដឹងក៏ជនជាតិកូរ៉េគេផ្ទុះការរីគុណណាចុះតម្រាំតែយើងបងប្អូនហើយប្រទេសគេកំពុងតែមានទុកហើយយើងចាក់ធុងបាសរួមទៅហឹងអើមកងបងប្អូនមិនមែនលេងសើចណារួមធុងបាសចាក់ធុងបាសរួមបងប្អូនចាក់ធុងបាសរួមគឺមនុស្សខ្ញុំថាមនុស្សខ្ញុំនៅតែបាក់ទឹកចិត្តណាពេលដែលឃើញមនុស្សទៅចូលរួមរាប់ម៉ឺននាក់រាប់ពាន់នាក់ទៅរួមគេហៅថានៅទីសាធារណៈនៅទីលានសាលមួយយើងគិតមើលតើសួរថាប្រជាជនកូរ៉េគេឆ្ងល់ប៉ុណ្ណាគេសួរគ្នាថាអូកម្មវិធីអីហ្នឹងកម្មវិធីខ្មែររួមបាសឲ្យផឹកស៊ីសបាយ
នៅពេលដែលម្ចាស់ផ្ទះគេកំពុងតែរងទុកយំសោកសួរថាគេឆ្ងើចគេឆ្ងល់ថាអូជនជាតិនេះកើតមកអត់ក្បាលហ្មងជាឃើញម្ចាស់ផ្ទះគេកំពុងតែមានទុកបែរជាយើងបែរជាទៅរំសបាយគ្រាន់តែជនជាតិកូរ៉េវាយកូនគោលអត់ខ្វល់អំពីយន្តហោះចុះទៅដួសទឹកគេរិះគន់ទៅហើយចុះតម្រាំតែយើងនេះបែរជាទៅដាក់ធុងបាសរំនៅទីសាធារណៈសំបីតារំក្នុងបន្ទប់ក៏ខ្ញុំរំអត់ចេញទេពេលដែលយើងឃើញជនជាតិកូរ៉េដែលគេកំពុងតែរស់នៅជ្រកកោនរស់អាស្រ័យគេហៅថារស់អាស្រ័យក្រោមដើមឈើគេចិញ្ចឹមក្បាលយើងគេឲ្យយើងរស់នៅយ៉ាងសុខសាន្តមានសិទ្ធិសេរីភាពមានសិទ្ធិធ្វើបាតកម្មមានសិទ្ធិរស់នៅដើរហើរដោយសុខសន្តិភាពមហាអស្ចារ្យក្រៃលែងរលុយបានផ្ញើទៅផ្ទះរាប់ម៉ឺនដុល្លារនេះហើយយើងគិតមើលគេកំពុងតែមានទុកហើយយើងគិតតើយើងអាចសប្បាយចេញដែរអីយើងគិតមើលតើយើងអាចរំចេញដែរអីដោយសារតែយើងគ្រាន់តែចង់តែសប្បាយហ្នឹងខ្ញុំយល់បងប្អូនថាបងប្អូនចង់សប្បាយចង់ជួបជុំគ្នាក៏ប៉ុន្តែអត់មួយឆ្នាំក៏វាមិនស្រាប់ដែរអាសប្បាយហ្នឹងបងប្អូនហើយសប្បាយកាន់តែសប្បាយកាន់តែកើតទុកឲ្យបងប្អូនដើរចំណាំមើលមនុស្សណាដែលបកកែសប្បាយបកកែរំបកកែជ្រៀងបកកែផឹកស៊ីវាកាន់តែរំកាន់តែសប្បាយកាន់តែឃើញមនុស្សនឹងត្រាមកកើតទុកអាហ្នឹងវាអញ្ចឹងបងប្អូនមិនមែនខ្ញុំប្រឆាំងអត់ឲ្យបងប្អូនសប្បាយទេតែបងប្អូនពិចារណាការសប្បាយវាមិនមែនធ្វើឲ្យយើងឈប់កើតទុកទេធ្វើឲ្យយើងកាន់តែនឹកកាន់តែស្នោបងប្អូនអ្នកមកខ្មែរថ្មីនឹកចូលឆ្នាំដល់ពេលបងប្អូនមកយូរលែងសូវនឹកចូលឆ្នាំខ្មែរដោយសារតែយើងដូចផ្ដាច់ចឹងអាចិត្តហ្នឹងយើងផ្ដាច់លែងសូវសប្បាយទៅវាលែងសូវនឹកនេះអញ្ចឹងបងប្អូនកាន់តែសប្បាយកាន់តែរំកាន់តែជួបជុំកាន់តែផឹកស៊ីកាន់តែធ្វើឲ្យបងប្អូននឹកផ្ទះទៅវិញទេមិនមែនខ្ញុំនិយាយមិនឲ្យបងប្អូនជួបជុំកម្មវិធីចូលឆ្នាំទេក៏ប៉ុន្តែបងប្អូនហើយសាកសម័យមើលកម្មវិធីចូលឆ្នាំវប្បធម៌ខ្មែរមិនមែនធ្វើបង្ហាញវប្បធម៌ខ្មែរទេក៏ឃើញហើយបងប្អូនកុំយកលេសថាបង្ហាញវប្បធម៌ខ្មែរលើកស្ទួយវប្បធម៌ខ្មែរបងប្អូនឃើញស្រាប់ហើយដាក់តាតែមអញ្ចឹងដាក់តាគេហៅថាយកតាលេសផ្សាយវប្បធម៌ខ្មែរទេក៏ប៉ុន្តែកម្មវិធីម្ដងរៀបចំឃើញតាផឹកស៊ីឃើញតាលៀបប៉ាតម្សៅវាពិតជាបង្ហាញគេខ្មាស់ឲ្យគេឃើញថាវាអត់មានកន្លែងណាដែលគួរឲ្យគោរពឲ្យតម្លៃសូម្បីតែជនជាតិខ្មែរគ្នាយើងកុំថាគេរិះគន់កុំថាខ្ញុំនឹងអានឹងបកកែទើសគេមិនគ្រាន់តែរឿងអញ្ចឹងក៏ទើសគេដែរបងប្អូនយើងត្រូវពិចារណាកន្លែងណាដែលគួររិះគន់ក៏យើងត្រូវតែរិះគន់ដែរពីព្រោះជនជាតិរបស់យើងកុំឲ្យគេខូចមុខគេដៀលពូយើងបងប្អូនសប្បាយតែមកក្រុមគ្នាបងប្អូនហ្នឹងគិតថាអ្នកចូលចិត្តរំចូលចិត្តសប្បាយចូលចិត្តប៉ាតម្សៅហ្នឹងគេមិនមែនដៀលបងប្អូនទេគេដៀលតែគេហៅដៀលអាពូជខ្មែរអាខ្មែរហ្នឹងវាអត់ចិត្តម៉េះឃើញប្រទេសគេកំពុងតែមានទុកហើយគេកំពុងតែសោកសៅគេកំពុងតែបាត់បង់បំផ្លាញទុនធានធម្មជាតិគេបំផ្លាញសម្បត្តិវប្បធម៌គេស្លាប់ជនជាតិគេស្លាប់សត្វជាតិបងប្អូនសម័យមើលឆេះភ្នំរាប់រយរាប់ម៉ឺនហត្តាសួរថាសត្វព្រៃហើយមនុស្សក្តីគ្នាភ័យប៉ុណ្ណាគ្នានេះប៉ុណ្ណាយើងគួរតែសង្រួមចិត្តគេហៅថាធ្វើមេត្តាចិត្តមិនបានទៅធ្វើបុណ្យនៅវត្តនៅអីមិនបានទៅសូត្រធម៌សូត្រអីក៏គួរតែយើងសង្រួមបើឲ្យខ្ញុំទៅរំក្នុងបីតែរំក្នុងបន្ទប់ខ្ញុំទៅរំនៅទីសាធារណៈខ្ញុំរំមិនចេញខ្ញុំគិតមិនចេញថាហេតុអីបានជាយើងនៅតែចង់បង្កើតកម្មវិធីរំសបាយគ្រាន់តែយល់លេសថាចូលឆ្នាំយល់លេសថាផ្សព្វផ្សាយវប្បធម៌យល់លេសថាបង្ហាញវប្បធម៌ឲ្យខ្មែរឲ្យគេមើលសួរថាពេលទៅកម្មវិធីនឹងបង្ហាញវប្បធម៌កន្លែងណាបើទៅផឹកស៊ីសុទ្ធតែសម្រាមសុទ្ធតែកំពុងវិយាទៅផឹកស៊ីម្ដងទៅកម្មវិធីម្ដងឃើញតែជួបគ្នាផឹកមកវិញគ្រោះថ្នាក់ចរាចរណ៍អំពើទុកដល់គេចង្រៃដល់គេទៅទៀតយើងគិតមើលឲ្យទៅអាសូរថាទៅបងប្អូនហើយទៅបង្ហាញវប្បធម៌ខ្មែរចូលឆ្នាំខ្មែរឆ្លៀកហូលប្រមួងលេងលបែងប្រពៃណីខ្មែរបងប្អូនខ្ញុំជឿថាមានក៏ប៉ុន្តែវាតិចតួចបំផុតនិយាយឲ្យយល់គ្នាបងប្អូនខ្លះខមមិនថាគេលេងតែឯងអត់មើលខ្វាក់ភ្នែកមើលគេលេងលបែងតែថាមានប្រមាណភាគរយដែលបងប្អូនទៅឆ្លៀកហូលប្រមួងអាវប៉ាក់បង្ហាញពីវប្បធម៌ខ្មែរទៅរួមគេហៅថាបទប្រពៃណីខ្មែររួមវងសារវ័នរួមកន្ទ្រឹមឃើញទៅដល់សិតតែចាក់បត់បត់បែកឆ្លុយរួមបែកឆ្លុយប៉ាតមកសៅបង្ហាញអាហ្នឹងបង្ហាញអីគេបងប្អូនខ្ញុំឆ្ងល់បង្ហាញអីគេអាវប្បធម៌ប៉ាតម្សៅឲ្យមកវិញបងប្អូនហើយខ្ញុំជាពិសេសខ្ញុំសង្វេគបងប្អូនស្ត្រីខ្ញុំមិនមែននិយាយថារីគុណដែលរឿងដែលមិនគួររីគុណក៏ប៉ុន្តែរឿងខ្លះវាគួរតែនិយាយដែរបងប្អូនជាស្ត្រីបងប្អូនអត់ខ្មាស់គេទៅរួមចូលឆ្នាំតាំងពីខែ3ហើយជីរថភ្លើងជីឡានរាប់ម៉ោងទៅឲ្យគេប៉ាតម្សៅខ្លួនជាស្រីបងប្អូនហើយខ្ញុំជាប្រុសក៏ខ្ញុំខ្មាស់ខ្លួនឯងណាចុះចំណែកបងប្អូនស្រីនេះហើយក៏អាងតែគិតថាមកកូរ៉េទឹកដោះថ្លៃហើយគេបំផ្លាញគេប៉ាតម្សៅមិនគេញីញក់មិនគេលេងមិនគេលូកមិនគេច្រវាច់មិន
ក៏វានៅតែមានតម្លៃដោយសារតែគិតអញ្ចឹងមែនខ្ញុំអត់យល់បងប្អូនស្រីនៅកូរ៉េមួយចំនួនខ្ញុំឃើញហើយខ្ញុំសង្វេគខ្ញុំមានអារម្មណ៍ថាអោនារីខ្មែររបស់ខ្ញុំហើយធ្លាក់តម្លៃដល់ប៉ុណ្ណឹងឯងកូនខ្មែរកូនស្រីខ្មែរធ្លាក់តម្លៃដល់ប៉ុណ្ណឹងឯងដោយសារតែពាក្យថាសបាយមួយឆ្នាំមានម្ដងឲ្យគេប៉ាត់ម្សៅឲ្យចូលឆ្នាំឥឡូវតាំងពីខែ3ចាំមើលខែ3ដល់ខែ5បងប្អូនហើយឲ្យគេប៉ាត់ម្សៅចំណាយលុយចំណាយពេលវេលាជិះរថភ្លើង5-6ម៉ោងឡានក្រុង5-6ម៉ោងទៅឲ្យគេប៉ាត់ម្សៅគេអត់ប៉ាត់ម្សៅផុសត្រាម៉ាថាមិនបានអត់លេងប៉ាត់ម្សៅដាក់ខ្ញុំអោស្ត្រីខ្មែរដល់ថ្នាក់ប៉ុណ្ណឹងឯងអន់ដល់ប៉ុណ្ណឹងឯងតម្លៃខ្លួនឯងផ្ទាល់ខ្លួនឯងហ្នឹងខ្ញុំមិនមែនថាកន្លែងអញ្ចឹងគួរតែរិះគន់ទេឃើញវាទៅជាវប្បធម៌ប្រពៃណីប៉ាត់ម្សៅទៅវិញប៉ាត់ម្សៅហ្នឹងប្រពៃណីពីណាគេបងប្អូនសួរតគ្នាមកសួរប្រពៃណីពីណាគេប្រពៃណីខ្មែរក្រែងលេងលាក់កសែងបោះអង្គុញលេងទាញព្រាត់លេងលោតបាវលេងប្រពៃណីមកកណោប្រពៃណីប្រជាប្រិយខ្មែរទៅណាអស់ប្រពៃណីខ្មែរសិតតែជាប្រពៃណីល្អឯកសិតតែជាប្រពៃណីមានបង្កប់អត្តន័យខ្លឹមសារដាស់តឿនស្មារតីកូនខ្មែរឲ្យកូនខ្មែររៀនលេងហើយចេះយល់ដឹងសាមគ្គីគ្នាដូចអាការទាញព្រាត់ហ្នឹងមកខាងស្រីមកខាងប្រុសហ្នឹងបង្រៀនឲ្យកូនខ្មែរសាមគ្គីគ្នាទាញព្រាត់មកខាងម្នាក់ហ្នឹងគឺសត្រូវបើសិនបើមានសត្រូវណាចូលមកគឺយើងត្រូវតែរួមសាមគ្គីគ្នាខំប្រឹងពួតដៃគ្នាទាញគ្នាខ្ញុំក៏មិនសូវយល់ពីប្រពៃណីប្រហែលដែរក៏ប៉ុន្តែសុទ្ធតែមានខ្លឹមសារនៅក្នុងហ្នឹងខ្ញុំជឿបង្រៀនមាននៅក្នុងគេហៅថាលបែងប្រពៃណីរបស់ដូនតាបែរជានាំគ្នាជួបប្រពៃណីនៅកូរ៉េមិនថានៅកូរ៉េនៅខ្មែរក៏ដោយក៏ខ្ញុំនិយាយដែរគឺនាំគ្នាប៉ាតម្សៅនាំគ្នាបាញ់ទឹកលេងបាញ់កាភ្លើងហើយទិញម្សៅមកជួយពីណាជួយម្សៅទិញម្សៅរបស់ថៃឃើញទេជួយសេដ្ឋកិច្ចថៃឃើញទេឲ្យសេដ្ឋកិច្ចគេថៃផឹកបិយាផ្លាញសុខភាពហ្នឹងក៏ប៉ុន្តែបងប្អូនពិចារណាមើលសួរថាវាបានផលប្រយោជន៍អីនៅពេលដែលកម្មវិធីម្ដងបង្ហាញតែកម្មវិធីផឹកស៊ីប៉ាតម្សៅហើយបងប្អូនឲ្យសង្វេគនៅពេលដែលជិះរថភ្លើងជិះឡានក្រុងមកវិញណាអត់ហ៊ានលុបមុខទៀតណាបងប្អូនខ្លះទុកម្សៅនឹងមកលងចំមុះមុខដូចឆ្មាអងហើយជិះរថភ្លើងជិះឡានក្រុងអត់ខ្មាស់គេទេអីបបធរខ្មែរអញ្ចឹងអីហើយគេសួរថាកម្មវិធីអីគេកម្មវិធីចូលឆ្នាំខ្មែរសល់ណាល់ខ្មែរហើយឲ្យកម្មវិធីសល់ណាល់ខ្មែរប៉ាតម្សៅអញ្ចឹងមុខដូចឆ្មាអងមកវិញអញ្ចឹងអត់ចេះខ្មាស់គេអញ្ចឹងវាបង្ហាញរឿងអញ្ចឹងបាទខ្ញុំឃើញទៅវាសង្វេគបាទខ្ញុំចេះតែនិយាយបងប្អូនណាស្អប់ខ្ញុំស្អប់ទៅក៏ប៉ុន្តែខ្ញុំដាក់ចិត្តថាខ្ញុំត្រូវតែនិយាយខ្ញុំមិនមែននិយាយដើម្បីចង់បានការគ្រប់គ្រង like view ចង់បានឲ្យបងប្អូនស្គាល់ដើម្បីបានធ្វើតារាដើម្បីបានធ្វើអ្វីដើម្បីផលប្រយោជន៍ទេបងប្អូនណាជេរទៅខ្ញុំដាក់ចិត្តអញ្ចឹងមកខ្ញុំនិយាយអ្វីដែលដើម្បីឲ្យជនជាតិខ្មែររបស់ខ្ញុំបានភ្ញាក់រលឹកបានចាប់អារម្មណ៍មកវិញបើបងប្អូនលេងបង្កើតកម្មវិធីក៏បង្កើតកម្មវិធីឲ្យវាមានប្រពៃណីទៅខ្ញុំផ្ញើសារដល់អ្នករៀបចំកម្មវិធីនឹងផងព្រោះតែរៀបចំឲ្យមានកម្មវិធីនឹងពេលដែលរៀបចំម្ដងយើងហាមកុំឲ្យមានលក់ស្រាឃើញទេប្រទេសកូរ៉េគេហាមគេមានច្បាប់កុំឲ្យផឹកស៊ីនៅទីសាធារណៈហេតុអីបានជាយើងនៅតែនាំគ្នាផឹកស៊ីបំពេញទាំងបំរាមគេម្ចាស់ផ្ទះទៅទៀតយើងគិតមើលជនជាតិគេគិតដល់យើងទៅទៀតខ្ញុំឃើញប្រសង់វត្តគូមីបង្ហោះថាអាញាធរគេលេងឲ្យទីកន្លែងដោយសារតែយើងផឹកស៊ីច្រើនពេកអាហ្នឹងគឺជារឿងមួយដែលយើងគួរឲ្យខ្មាស់អៀនមែនទែនរហូតដល់ម្ចាស់ផ្ទះគេមិនមែនខ្ញុំជាអ្នកចេញមុខអីគុណទេម្ចាស់ផ្ទះគេក៏អត់ពើមដែរមកអាកម្មវិធីម្ដងឃើញតែផឹកស៊ីចោលសម្រាប់សុទ្ធតែកំប៉ុងស្រាបៀថាស៊ូវុនទៅកន្លែងគេហៅថាស្ដាច់ផឹកស៊ីសិតតែកម្មវិធីចូលឆ្នាំ3ថ្ងៃទៅមើលឡានសម្រាប់មកដឹកសិតតែកំប៉ុងស្រាបៀដបស្រាបៀដឹក3ឡានអាកម្មម៉ាស់ដឹកអត់សុទ្ធតែកំប៉ុងស្រាមហាផឹកហើយមានអ្នកណានិយាយរួមទៅជាប់លេខ1ឯងបងប្អូននៅស្រុកខ្មែរអត់ដឹងខ្ញុំប្រាប់គឺជាប់លេខ1កន្លែងហ្នឹងគឺកន្លែងស្ដាច់កន្លែងផឹកស៊ីហើយផឹកស៊ីហើយកាប់គ្នាបញ័យគ្នារឿងស្រីរឿងញីហ្នឹងបើសិនបើរឿងប្រទេសជាតិក្លាហានម្លឹងអត់ខ្លាចជាប់គុកម្លឹងខ្ញុំថាមិនដឹងជាជនជាតិកូរ៉េគេទៅសើមិនទេបងប្អូនពិចារណាយើងមើលបាតកម្មវាខ្ញុំគ្រាន់តែប្រៀបធៀបឯបាតកម្មម្ដងគ្មានអ្នកផឹកស្រាទេហើយអ្នកទៅចូលរួមសុទ្ធតែមានស្មារតីជាតិនិយមអត់មានសម្រាប់មកតងឯងចប់កម្មវិធីស្អាតធេងអាហ្នឹងវាខុសគ្នាហើយកម្មវិធីក៏គេអនុញ្ញាតឲ្យយើងដែរសូម្បីតែមានរឿងអីកើតឡើងអញ្ចឹងយើងសុំគេបាតកម្មក៏គេអនុញ្ញាតដែរក៏ប៉ុន្តែសូម្បីតែរឿងបាតកម្មរឿងប្រទេសជាតិក៏យើងធ្លាប់មានការផ្អាកដែរដោយសារតែឃើញម្ចាស់ផ្ទះគេកំពុងតែមានបញ្ហាច្បោកច្បល់គឺយើងផ្អាកចុះតម្រាំតែបងប្អូននេះគ្រាន់តែរឿងសបាយសោះហេតុអីបានជាបងប្អូនបខំគេហៅថាមានអ្នកម្លេះហើយយកពាក្យថាខ្មែរឆ្លោះគ្នាដោយសារតែរឿងអញ្ចឹងអត់មានឆ្លោះគ្នាទេណាបងប្អូនយើងនិយាយនេះ
គឺនិយាយបែបរិះគន់កុំឲ្យជនជាតិរបស់យើងលក់មុខកុំឲ្យគេដៀលពូជបោជនជាតិយើងកុំឲ្យគេមើងងាយថាជនជាតិយើងនឹងវាអាក្រក់ម្លេះគិតតែសបាយសុខងាប់នឹងសបាយគ្រាន់តែអត់សបាយមួយឆ្នាំងាប់ដាច់ខ្យល់ងាប់អាហ្នឹងកុំឲ្យគេមើងងាយអញ្ចឹងគេមើងងាយមិនមែនមើងងាយតែបងប្អូនអ្នករំអ្នកសបាយហ្នឹងណាគេមើងងាយដោយទាំងអ្នកដែលអត់ដឹងអីដែរគេដៀលពូជខ្មែរគេថាពូជខ្មែរគឺជាពូជអសិលធម៌ឃើញម្ចាស់ផ្ទះគេកំពុងឲ្យយំស្រែករងទុក្ខវេទនាព្រាត់ប្រាសគ្នាស្លាប់មនុស្សផងសត្វផងយើងគិតមើលដុតភ្លើងឆេះព្រៃទាំងមូលសួរថាសត្វប្រមាណលានប្រមាណក្បាលដែលវារត់ចេញដែលវាស្លាប់នៅក្នុងភ្នក់ភ្លើងវាគួរតែយើងសមាធិក្នុងចិត្តដើម្បីផ្សាយមេត្តាចិត្តឲ្យសត្វទាំងអស់ហ្នឹងឲ្យមនុស្សដែលស្លាប់ទាំងអស់ហ្នឹងហើយយើងគិតមើលទាំងនៅកូរ៉េទាំងនៅកូរ៉េក៏មានបញ្ហាទាំងឥឡូវហ្នឹងគ្រោះអញ្ជួយដីនៅថៃនៅព្រំមាសិតតែមនុស្សងាប់សិតតែមនុស្សស្លាប់នៅថៃក្តីក៏មានជនជាតិខ្មែរបាអាគារដែរយើងគិតមើលគួរតែយើងកុំសបាយមួយឆ្នាំទៅវាមានតែខូចខាតអីបងប្អូនហើយខ្ញុំនិយាយនេះវាពិតជាប៉ះពាល់អារម្មណ៍បងប្អូនអ្នកសបាយហើយខ្ញុំដឹងថាប៉ះពាល់ហើយក៏ប៉ុន្តែខ្ញុំដាក់ចិត្តនិយាយនេះថាបងប្អូនស្អប់ក៏ស្អប់ចុះក៏ប៉ុន្តែបងប្អូនគួរតែពិចារណាឡើងវិញសបាយយើងសបាយច្រើនពេកហើយនៅកូរ៉េនេះចូលឆ្នាំផងប៉ុនទៀនតិចទៀតហ្នឹងចូលឆ្នាំតាំងពីខែ3ដល់ខែ5តិចទៀតហ្នឹងប៉ុនអាដៅក្តៅតិចទៀតហ្នឹងប៉ុនឈូសក់សល់ណាល់ប៉ុនគេហៅថាផឹកវិញហៅតាកន្លែងហៅតាថ្ងៃទំនេរអត់បានបើអ្នកស្ដាច់ផឹកវិញផឹកអត់មានសល់លុយផឹកអត់មានលុះថ្ងៃតែម្ដងអញ្ចឹងវាសបាយច្រើនពេកហើយប្រទេសគេកំពុងតែមានបញ្ហាសូមចិត្តមេត្តាបងប្អូនផ្អាកសិនទៅខ្ញុំនិយាយនេះមិនមែនប្រឆាំងឈ្នានីសអីបងប្អូនទេបងប្អូនធ្វើក៏ធ្វើទៅបើសិនតែបងប្អូនធ្វើលើកស្ទួយវប្បធម៌ខ្មែរពិតប្រាកដបង្ហាញវប្បធម៌ហូលប្រមួងលបែងវិជាប្រៃដែលលើកស្ទួយមុខមាត់ខ្មែរពិតប្រាកដខ្ញុំអត់មានប្រឆាំងបងប្អូនទេខ្ញុំមានតែគាំទ្រខ្ញុំមានតែចូលរួមខ្ញុំក៏ចង់សប្បាយដូចបងប្អូនខ្ញុំក៏ចង់លើកស្ទួយវប្បធម៌ដូចបងប្អូនដែរក៏ប៉ុន្តែប្រទេសគេកំពុងតែមានទុក្ខហើយបងប្អូនបង្កើតកម្មវិធីមានតែកម្មវិធីផឹកស៊ីមានតែកម្មវិធីរាំច្រៀងប៉ាតម្សៅហ្នឹងសួរថាវាលើកមុខមាត់ខ្មែរកន្លែងណាបានជាគេរិះគន់កុំគិតថាគេនឹងចេះតែរិះគន់កុំគិតថាគេនឹងចេះតែទៅចាំតែទៅពេកគេនិយាយរិះគន់ខ្លះក៏វាមានចំណុចដែលយើងគួរតែកែតម្រូវដែរ